Trả lờiចាប់ដើមសំឡេងទី1នេះជាតួលេខអ្នករងរបួសនៅអ៊ីស្រាអែលព្រោះការវាយប្រហាររបស់អ៊ីរ៉ង់កើនឡើងដល់ជិត 4,800 នាក់បើតាមប្រភពសារព័ត៌មានអន្តរជាតិធំៗបាននិយាយថាការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃច័ន្ទទី23ខែមីនាឆ្នាំ2026បានបណ្ដាលឲ្យមនុស្ស60នាក់បន្ថែមទៀតរងរបួសដែលធ្វើឲ្យចំនួនអ្នករងរបួសសរុបគិតចាប់តាំងពីចុងខែមុនកើនឡើងដល់ទៅ 4,773 នាក់ដោយនៅក្នុងនោះមាន108នាក់កំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនៅឡើយនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអាណាឌូលូដោយយោងតាមរបាយការណ៍ពីក្រសួងសុខាភិបាលអ៊ីស្រាអែលភ្លើងសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាបានឆាបឆេះយ៉ាងសន្ធោសន្ធៅបន្ទាប់ពីប្រតិបត្តិការយោធារួមគ្នារវាងអាមេរិកនិងអ៊ីស្រាអែលកាលពីថ្ងៃទី28ខែកុម្ភៈដែលបានសម្លាប់មនុស្សអស់ជាង 1340 នាក់ដោយក្នុងនោះរួមមានទាំងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោកអាលីខាមេនីផងដែរដើម្បីជាការសងសឹកទីក្រុងតេហឺរ៉ង់បានបើកការវាយប្រហារដោយប្រើដ្រូននិងមីស៊ីលមិនត្រឹមតែលើអ៊ីស្រាអែលប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានកំណត់គោលដៅលើប្រទេសហ្ស័រដានីអ៊ីរ៉ាក់និងបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិកទៀតផងការវាយប្រហារទាំងនេះបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធនិងបាត់បង់ជីវិតមនុស្សជាច្រើនព្រមទាំងធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារសកលនិងរំខានដល់ប្រព័ន្ធចរាចរណ៍ផ្លូវអាកាសយ៉ាងខ្លាំងមកទល់ពេលនេះភាគីទាំងសងខាងនៅតែបន្តការបាញ់បោះដាក់គ្នាទៅវិញទៅមកយ៉ាងសាហាវនៅទូទាំងតំបន់ខ្ញុំតារា MC បាទសូមបងប្អូនមេត្តាជួយ Subscribe បន្តបាទសូមអរគុណដើម្បីទទួលបានព័ត៌មានថ្មីៗបាទតោះលើហត់ញូមួយទៀតទូរោងចក្រចម្រាញ់ប្រេងនៅតិចសាគ្រោះថ្នាក់បច្ចេកទេសឬជាការសងសឹកពីអ៊ីរ៉ង់នៅថ្ងៃអង្គារទី24ខែមីនាឆ្នាំ2026នេះមានការផ្ទុះនឹងឆេះយ៉ាងសន្ធោសន្ធៅនៅរោងចក្រចម្រាញ់ប្រេង Valero Energy ក្នុងទីក្រុង Port Arthur រដ្ឋ Texas ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទោះបីជាមានពាក្យចចាមអារាមតាមបណ្ដាសង្គមថានេះគឺជាការវិបកសងសឹកពីសំណាក់អ៊ីរ៉ង់ក៏ដោយក៏អាជ្ញាធរក្នុងតំបន់នេះបានអះអាងថាវាគ្រាន់តែជាគ្រោះថ្នាក់ការងារតែប៉ុណ្ណោះយោងតាមប្រភព Hindustan Times លោក Zaijana Stephen មន្ត្រីប៉ូលីសប្រចាំតំបន់បានបញ្ជាក់ថាហេតុការណ៍ផ្ទុះនេះទំនងជាបណ្ដាលមកពីបញ្ហាបច្ចេកទេសនៃម៉ាស៊ីនកម្ដៅក្នុងរោងចក្រផ្លូវ highway ត្រូវបានបិទនិងមានការបង្គាប់ឲ្យពលរដ្ឋក្នុងផ្ទះបណ្ដោះអាសន្នហើយជាសំណាងល្អមិនមាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះឡើយអ្វីដែលធ្វើឲ្យរឿងនេះកាន់តែត្រូវបានគេចាប់អារម្មណ៍ខ្លាំងគឺដោយសារតែគណនីបណ្ដាញសង្គមដែលគ្រប់គ្រងកងទ័ពបដិវត្តអ៊ីរ៉ង់ IRGC បាននាំគ្នាបង្ហោះថានេះគឺជាការលបបំផ្លាញស្របពេលដែលមេបញ្ជាការកងទ័ពអ៊ីរ៉ង់ទើបតែត្រូវប្រកាសបដូរយុទ្ធសាស្ត្រពីការពារទៅជាវាយលុកវិញដោយគម្រាមកំហែងប្រហារទៅលើគោលដៅថ្មីៗក្នុងទឹកដីអាមេរិកនិងអ៊ីស្រាអែលទោះជាយ៉ាងណាក៏ដោយមន្ត្រីអាមេរិកបានសង្កត់ធ្ងន់ថាមកទល់ពេលនេះមិនទាន់មានភស្តុតាងណាមួយបញ្ជាក់ថាការឆេះនៅតិចសាសនេះពាក់ព័ន្ធនឹងការគម្រាមកំហែងយោធារបស់អ៊ីរ៉ង់នោះឡើយពលគឺវាគ្រាន់តែជាការបែកបាក់ឧបករណ៍បច្ចេកទេសប៉ុណ្ណោះខ្ញុំតារា MC សូមអរគុណតោះឥឡូវហត់ញូមួយទៀតតាមការបញ្ជាក់ពីប្រទេសឡាវការវាយប្រហារដោយព្យុះភ្លៀងដែលមានលីឡំជាមួយទឹកកកទាំងដុំកាលពីចុងសប្តាហ៍មុនបានបណ្ដាលឲ្យខូចខាតដល់ផ្ទះសម្បែងពលរដ្ឋជាង 2000 ខ្នងក្នុងភូមិចំនួន5កាសែត Lao Ocean Times បានចេញផ្សាយកាលពីថ្ងៃអង្គារទី24ខែមីនាឆ្នាំ2026ថាព្យុះនេះវាយប្រហារពេញទំហឹងចំខណ្ឌសុខាត្បូងនៃទីក្រុងវៀងច័ន្ទកាលពីល្ងាចថ្ងៃអាទិត្យខណៈទិន្នន័យនៃការខូចខាតទើបបញ្ចេញនៅថ្ងៃអង្គារនេះក្រៅពីបំផ្លាញផ្ទះសម្បែងព្យុះក៏បានបង្កការខូចខាតដល់សាលារៀន4ខ្នងប្រាសាទ1និងផ្លូវថ្នល់ជាច្រើនខ្សែផងដែរហើយជាការឆ្លើយតបក្រសួងការងារនិងសុខុមាលភាពសង្គមឡាវបានបញ្ចេញថវិកាប្រហែលជា $65,000 ដើម្បីជួយដល់គ្រួសារដែលរងគ្រោះអ្វីដែលគួរឲ្យស្កត់សម្គាល់គឺព្យុះនេះកើតឡើងក្រោយពេលព្រះមហាក្សត្រថៃវជ្រាលង្កននិងមហេសីសុធីតាទើបបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវការរយៈពេល3ថ្ងៃនៅឡាវដែលជាព្រះរាជទស្សនកិច្ចលើកដំបូងបំផុតដោយស្ដេចថៃក្នុងរយៈពេល32ឆ្នាំព្រះមហាក្សត្រថៃចុងក្រោយបង្អស់ដែលបំពេញទស្សនកិច្ចនៅប្រទេសឡាវគឺព្រះបាទភូមិវិបុលអាឌូយ៉ាដេត
ដែលយាងទៅជាមួយព្រះមហាក្សត្រីសិរិគិតក្នុងខែមេសាឆ្នាំ1994ខ្ញុំបានដកស្រង់ពី Laotian Times ខ្ញុំតារាសូមអរគុណសូមជម្រាបលា